អណ្ដែតជាឈ្មោះប្រាសាទឥដ្ឋមួយក្នុងចំណោមប្រាសាទឥដ្ឋជាច្រើនដែលមាននៅក្នុងខេត្តកំពង់ធំសាងសង់ឡើងក្នុងសតវត្សទី7ក្នុងរាជព្រះបាទជ័យវរ្ម័នទី1សូមអញ្ជើញប្រិយមិត្តមកកាន់ភូមិប្រាសាទឃុំសាន់កស្រុកកំពង់ស្វាយខេត្តកំពង់ធំទស្សនាប្រាសាទនេះជាមួយយើងខ្ញុំដោយមេត្រីនៅទ្វារខាងកើតសពថ្ងៃនៅសល់ផ្តែរទ្វារមួយនិងសសរពេជ្រចំនួន2ដើមផ្តែរទ្វារលម្អដោយក្បាច់ស្លឹកឈើធំៗចំនួន3នៅលើក្បាច់បន្ទាត់ធ្នូរាងត្រង់នៅខាងចុងជាក្បាច់រុក្ខជាតិគួចវងឡើងទៅលើដូចគូតខ្យងនិងមានក្បាលសសរនៅខាងក្រោមឯនៅជួរខាងលើមានលម្អក្បាច់ទងត្រីឬផ្ការំដួលជាជួរផ្តែរទ្វារនេះមានលក្ខណៈជាសិល្បៈចុងរចនាបថព្រៃក្មេងដើមរចនាបថកំពង់ព្រះនៅចុងសតវត្សទី7ដើមសតវត្សទី8ចំណែកសសរពេជ្រមានរាងមូលលម្អដោយក្បាច់មានកន្លាក់ជាច្រើនកប់ជើងសសរមានទម្រលម្អក្បាច់ស្លឹកឈើរាងត្រីកោណដោយក្បាច់កញ្ចាំងនៅខាងក្នុងប្រាសាទយើងឃើញនៅសល់ជើងទម្រមួយដុំដែលមានរាង4ជ្រុងស្មើជាលក្ខណៈទម្រមាន4ថ្នាក់តែសពថ្ងៃបាត់ផ្នែកខាងលើមួយថ្នាក់នៅសល់តែ3ថ្នាក់ប៉ុណ្ណោះមានលម្អជាក្បាច់ផ្សេងលំនាំដោយក្បាច់រចនាបថសម្បូរព្រៃគុកតែអាចសាងសង់នៅចុងរចនាបថព្រៃក្មេងដើមរចនាបថកំពង់ព្រះជារួមមកប្រាសាទអណ្ដែតគឺជាប្រាសាទមួយសាងឡើងអំពីឥដ្ឋឧទ្ទិសដល់ព្រះហរិហរៈក្នុងលទ្ធិព្រហ្មញ្ញសាសនារវាងចុងសតវត្សទី7ឬដើមសតវត្សទី8ពោលគឺអាចក្នុងរវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី1ឬព្រះនាងជ័យទេវីនៅប្រាសាទនេះពុំមានសេសសល់នៅភស្តុតាងជាសំណេរសិលាចារឹកអ្វីឡើយម្ល៉េះហើយគេមិនអាចដឹងរឿងរ៉ាវបានច្រើនអំពីប្រាសាទនេះទេហើយអ្វីដែលអាចសិក្សាបានគឺយោងទៅលើការសិក្សាប្រៀបធៀបតែប៉ុណ្ណោះ